បាទសួស្តីបងប្អូនចង់ចេះសរសេរអក្សរក៏ដូចជាឆ្លាក់នៅអក្សរពីរពណ៌បែបនេះទេគឺជាបែប highlight មានពីរពណ៌បងប្អូនវីដេអូនេះដល់ចប់បងប្អូននឹងចេះឆ្លាក់និងសរសេរតាមយ៉ាងងាយបងប្អូនបាទកុំឲ្យខាតពេលវេលាយូរតោះបងប្អូនមករៀនសរសេរនិងយល់ដឹងបន្ថែមអំពីការសរសេរឆ្លាក់បែប highlight ពីរពណ៌បាទនេះបងប្អូនជាដំបូងបងប្អូនមាន first ពីរពណ៌មកបន្ទាប់មកយើងយក first តាមចំណង់ចំណូលចិត្តរបស់យើងបងប្អូនចាប់សរសេរមកគឺសរសេរត្រង់ជើងអក្សរបាទជើងនៃតួអក្សរបាទដូចជាអក្សរតអញ្ចឹងបងប្អូនសរសេរតែតអត់សក់នឹងមកបងប្អូនបាទនេះបងប្អូនមើលវីដេអូទៅបងប្អូនអាចនឹងយល់បាទនេះជើងតណាបងប្អូនបាទបន្ទាប់មកយើងយក first ពណ៌ផ្សេងទៀតគឺយើងផាត់តែសក់មួយកំណាត់លើបាទផាត់តែសក់ហើយនឹងមួយកំណាត់លើបាទបងប្អូននេះតួអក្សរដែរតែវានៅក្នុងខាងលើបាទនេះដូចជាអក្សរជើអញ្ចឹងបងប្អូនបាទនេះឃើញទេអានេះស្រៈអាយ៉ាងធ្វើមួយមកបងប្អូននេះសាយកគឺធ្វើបែបហ្នឹងបងប្អូនធ្វើបែបហ្នឹងរហូតតតែចាប់ចំណងជើងនៃបទចម្រៀងដែលយើងបានព្រៀងទុកណាបងប្អូនបាទនេះបងប្អូនសេរហូតតតែចាប់មកអញ្ចឹងយើងបានអក្សរបែបនេះហើយបងប្អូននេះបាទអញ្ចឹងយើងមើលមកកន្លែងដែលខ្វះខាតចន្លោះឬក៏យើងនៅខ្វះតួអក្សរណាជើងក្តីស្រៈក្តីយើងបំពេញក្រោយមកបងប្អូនបាទនេះបងប្អូនណាឃើញទេរួចរាល់ហើយបងប្អូនបាទបន្ទាប់មកយើងថែមស្រមោលទៅទៀតបាទបងប្អូនស្រមោលណាបងប្អូនបាទនេះបងប្អូនមើលវិធីដាក់ស្រមោលបងប្អូនណាអញ្ចឹងការដាក់ស្រមោលនេះជាសោតប្រសិនបើយើងចេះតែដាក់ទៅវាមើលទៅវាមិនសូវជាលេចធ្លោបងប្អូនបាទឥឡូវនេះយើងដាក់អញ្ចឹងយើងសម្រេចយកស្រមោលខាងក្រោមនៃជ្រុងអក្សរអញ្ចឹងយើងសរសេរអញ្ចឹងបងប្អូនអញ្ចឹងជ្រុងនៃអក្សរខាងក្រោមគឺយើងត្រូវបន្ថែមស្រមោលគ្រប់នៃអក្សរទាំងអស់បាទនេះបងប្អូនធ្វើតាមរបៀបខ្ញុំនេះមកបងប្អូនបាទធ្វើអញ្ចឹងមួយមកអក្សរយោបំពេញគ្រប់អក្សរទាំងអស់បាទនេះគឺជាចំណងជើងនៃបទចម្រៀងរបស់លោកតាសុនស៊ីសមុទ្រដែលមានចំណងជើងថាផាត់ជ័យបណ្ដោយចិត្តបាទបងប្អូនផាត់ជ័យបណ្ដោយចិត្តគឺជាចំណងជើងនៃបទមនោសញ្ចេតនាដែលលោកបានបកស្រាយនិងមានចំអូនកំអែយ៉ាងពីរោះរណ្ដំស្ដាប់ហើយគឺចង់ស្ដាប់ទៀតបាទឥឡូវនេះអក្សរឆ្លាក់របស់យើងក៏បានរួចរាល់ហើយបាទសូមអរគុណ